mônរបស់យើងកុស alpha វាស្មើឬលេខរៀងចែកឲ្យ2រីឯ sin alpha ក៏ស្មើនឹងឬលេខរៀងចែកឲ្យនឹង2ដូចគ្នាប៉ុន្តែយើងមើលមិនរូបមន្តពីរហ្នឹងដូចគ្នាអញ្ចឹងយើងសង្កេតមើលណាកន្លែងនេះយើងមើលសញ្ញាព្រួយគឺវាខុសគ្នាបែរថាកុសពីលើចុះមកក្រោមថាពីមេដៃមកកូនដៃយើងដាក់លេខរៀងពណ៌ខ្មៅនេះខុសគ្នារីឯ sin យើងសញ្ញាវាព្រួយមកបែបនេះបែរថាយើងរាប់យើងដាក់លេខរៀងពីកូនដៃទៅមេដៃលេខរៀងរបស់វាគឺពណ៌ក្រហមទាំងអស់នេះណាហើយមួយទៀតលេខរៀងគឺយើងរាប់ពី0ដើម្បីរកតម្លៃនៃកុស alpha យើងមើលសិនតើ alpha តម្លៃរបស់យើងមានប្រមាណខ្លះអញ្ចឹងតម្លៃមាន0 ផាយលើ6ផាយលើ4ផាយលើ3ផាយលើ2ឬក៏យើងគិតជាដឺក្រេ0ដឺក្រេ30ដឺក្រេ45ដឺក្រេ60ដឺក្រេ90ដឺក្រេដើម្បីរករូបតម្លៃផលធៀបត្រីកោណមាត្រនៃមុំពិសេសរបស់យើងអាចអនុវត្តតាមប្រព័ន្ធនេះបានអញ្ចឹងយើងមើលយើងចង់ដឹងថាកុសផាយលើ6ស្មើប្រមាណអញ្ចឹងយើងមើលផាយលើ6យើងនៅណានៅនេះលេខរៀងទីប្រមាណលេខរៀងកុសគឺរាប់ពីនេះមកណាបាទអញ្ចឹងលេខរៀងវាពណ៌ខ្មៅគឺលេខរៀងទី3អញ្ចឹងយើងយកលេខរៀងនេះចំនួនដាក់លេខ3មកចែកឲ្យ2យើងនឹងឃើញកុសនៃផាយលើ6ស្មើឬលេខរៀងវាប៉ុន្មានទី3ចែកឲ្យ2ចុះកុសផាយលើ4យើងមើលទៅលេខរៀងវាប្រមាណដែរលេខរៀងវា2អញ្ចឹងឬ2លើ2ចុះកុសផាយលើ3យើងមើលលេខផាយលើ3ឬវាលេខរៀងវាទីប្រមាណលេខរៀងវាទី1អញ្ចឹងកុសវាគឺស្មើឬ1ចែកឲ្យ2អញ្ចឹងឬ1គឺបាន1ចែកឲ្យ2កុស0លេខរៀងទីប៉ុន្មាន0លេខរៀងទី4អញ្ចឹងយើងដាក់មកបានឬ4ចែកឲ្យ2ស្មើឬ4ចេញមកបាន2ចែក2បាន1អូខេចុះកុសផាយលើ2វិញផាយលើ2លេខរៀងទីប៉ុន្មានលេខរៀងទី0អញ្ចឹងបានឬ0ចែកឲ្យ2 0ចែកឲ្យ2បាន0បន្តមកទៀតយើងចង់រកតម្លៃផលធៀបត្រីកោណមាត្រ sin នៃមុំពិសេសវិញម្ដងអញ្ចឹងយើងមើល sin រូបមន្តនេះដូចគ្នាឬលេខរៀងចែកឲ្យ2យើងរាប់ពីកូនដៃទៅមេដៃអញ្ចឹងលេខរៀងវាប្រមាណ0 1 2 3 4ដូចគ្នាអញ្ចឹងករណីនេះអមថាយើងចង់រក sin នៃមុំ0